ក្នុងវីដេអូនេះអ្នកនរគ្នាឃើញ put in am are or is am នេះបើប្រែគឺជានៅប្រើជាមួយ I are បើប្រែគឺជានៅប្រើជាមួយ you we they is បើប្រែគឺជានៅប្រើជាមួយ he she it ឥឡូវអ្នកនរគ្នាមើលនេះតើប្រធានឬពាក្យទាំងឡាយណាដែលយើងគួរតែប្រើ am is ឬក៏ are នេះ one you ប្រើvới you ណា you ប្រើvớiគេមិញ you អញ្ចឹង you ប្រើជាមួយ are ណា you are late you are late late ហ្នឹងបើឲ្យយឺតអញ្ចឹង you are late អ្នកយឺតហើយអូខេ we ប្រើជាមួយគេមិញ we ណាតាមយើងដឹង we ប្រើជាមួយ are ឃើញទេ we are very well we are very well ពួកយើងសុខសប្បាយទេយើងបកប្រែអញ្ចឹងពួកយើងសុខសប្បាយទេ we are very well ពីព្រោះ are ប្រើជាមួយ we are ប្រើជាមួយ you are ប្រើជាមួយ they ណាន័យវាអញ្ចឹងកាលណាយើងចាំច្បាស់អត់ខុសទេបំពេញអូខេ my sister មនុស្សម៉ាអ្នក my sister មនុស្សម្នាក់ sister ស្រីប្រុសស្រីបើស្រីជំនួសដោយសព្វនាមប្រើគេ she បើប្រើ she យើងប្រើគេ am is ឬក៏ are អញ្ចឹងយើងប្រកាសថាយើងប្រើ is អូខេ my sister is a doctor នោះវាជាបណ្ឌិតអញ្ចឹង my sister is a doctor ឃើញទេអញ្ចឹងអូនស្រីរបស់ខ្ញុំក៏បានបងស្រីរបស់ខ្ញុំក៏បានគឺជាវិជ្ជបណ្ឌិតអូខេនេះគឺអញ្ចឹង number 4 Paul and Ant មនុស្សម្នាក់អ្នក Paul មួយហើយនឹង Ant មួយទាំងអស់2បើ2យើងជំនួសដល់ពាក្យអីគឺ they ណា they ឬក៏ we បើ they ហើយនឹង we អញ្ចឹងយើងប្រើគេអាសាប់អីគេសាប់យើងប្រើគឺ are ឃើញទេ Paul and Ant are គេ are in America ណា in America អញ្ចឹងមានន័យថា Paul ហើយនឹង Ant នៅប្រទេសអាមេរិកហ្នឹងន័យអញ្ចឹងអAmerica បើនៅប្រទេសអាមេរិក number 5 I ប្រើមួយគេ I សម្រាប់គេ to be I យើងប្រើជាមួយ am អញ្ចឹងយើងបាន I am happy today happy សប្បាយរីករាយ I am happy ខ្ញុំសប្បាយថ្ងៃនេះខ្ញុំសប្បាយមាំថ្ងៃនេះឃើញទេអូខេដូច្នេះ I am happy today ថ្ងៃនេះ number 6 I think you អានេះឃើញ you I think មិនពិតប៉ុន្តែនេះ you នេះ you ប្រើជាមួយគេ you ប្រើជាមួយ are ដូច្នេះយើងបាន you are tired មានន័យថាអស់កម្លាំង tired ល្វើយរវល់រវល់ហេតុហាយដៃជើងនេះទីហោអញ្ចឹងខ្ញុំគិតថា I think ខ្ញុំគិតថា you are tired អ្នកមើលទៅដូចអស់កម្លាំងដូចហត់ហេតុហើយទុនដៃទុនជើងអស់កម្លាំងមែនតើអូខេអញ្ចឹង number 7 our house ចំនួនប្រមាណ house ចំនួន1អានេះជាវត្ថុបើជាវត្ថុតាំងដោយបើចំនួន1ទៀតតាំងដោយគេ it បើ it ប្រើមួយគេ is ដូច្នេះ our house ផ្ទះរបស់ពួកយើងផ្ទះរបស់យើងផ្ទះតែមួយណាបើផ្ទះរបស់ពួកយើងគឺ is ឃើញទេ our house is very well ផ្ទះរបស់យើងមើលទៅលយកប់សេរីមានផាសុខភាព very well នៃ comfortable មានផាសុខភាពមានដណ្ដាប់ភ្នាប់គួរឲ្យស្រឡាញ់ cute អូខេអវតារទៀត number 8 I ដដែល number 5 ក៏ I ដែរបើ I ដែរអីគេ I នេះ am អញ្ចឹងក្រោមក៏ am ដែរនេះវាយខុសតាមពិត am អញ្ចឹង I am នឹងសេខុសហេនេះដូចលើនេះ I am នេះវិញណា nearly ready ខ្ញុំចិត្តហើយ I am ready នេះស្វ័យខុសកុំច្រឡំខុសតាមពិត I ប្រើដូចគ្នា am ឃើញទេ I am nearly ready ខ្ញុំចិត្តហើយឃើញទេ I am nearly ready ខ្ញុំចិត្តហើយអូខេអញ្ចឹងចិត្តហើយមានន័យថា I am ណា I am nearly ready I am nearly ready មានតែម៉េចខ្ញុំត្រៀមចិត្តរួចហើយខ្ញុំត្រៀមចិត្តរួចហើយ I am nearly ready ខ្ញុំត្រៀមប៉ុណ្ណេះចិត្តរួចហើយត្រៀមរួចហើយបើត្រៀមកាត់ហ្នឹងហើយអូខេដូច្នេះមេរៀននេះគឺយើងបង្ហាញអំពីការបំពេញល្បះដោយប្រើ am is ហើយនឹង are នៅក្នុងពី1 ដល់ 8នេះ